Congratulations to Falcon Corporation and the next awardee for growth in the large company category is the Clayton Bank. នៅល្ងាចថ្ងៃទី 17 ខែវិច្ឆិកា ឆ្នាំ 2012 ឯកឧត្តមចោមប្រសិទ្ធទេសរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានប្រគល់ពានរង្វាន់ជាសហគ្រាសឆ្នាំអាស៊ានឆ្នាំ 2012 ជូនលោកបណ្ឌិតអិនចាន់នីប្រធាននាយកប្រតិបត្តិធនាគារ A Silida PLC ធនាគារ A Silida PLC ជាធនាគារដែលលោកអ្នកជឿទុកចិត្តបានទទួលពានរង្វាន់ជាសហគ្រាសឆ្នាំអាស៊ានឆ្នាំ 2012 ចំនួន 2 ពានរង្វាន់ទី 1 លើផ្នែកធុរកិច្ចដែលមានភាពលូតលាស់ខ្លាំងជាងគេនិងពានរង្វាន់ទី 2 លើផ្នែកបង្កើតការងារថ្មីបានច្រើនជាងគេក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានបានចាប់ផ្ដើមប្រគល់ពានរង្វាន់ធុរកិច្ចអាស៊ានម្ដងទៀតសម្រាប់ការទទួលស្គាល់ពីភាពល្អប្រសើរបំផុតនិងការទទួលបានជោគជ័យរបស់ក្រុមហ៊ុនអាស៊ានជាច្រើនដែលបាននឹងកំពុងចូលរួមយ៉ាងសកម្មទៅក្នុងការរីកលូតលាស់និងវិបុលភាពនៃសេដ្ឋកិច្ចអាស៊ានពានរង្វាន់នឹងអនុវត្តទៅលើការទទួលស្គាល់សហគ្រាសឆ្នាំក្នុងអាស៊ានដែលបានប្រគល់ជូនទៅផ្នែកមួយចំនួនដូចជាការបង្កើតការងារច្រើនជាងគេការចូលរួមក្នុងសង្គមការបង្ហាញពីវិសាលភាពដ៏ធំធេងរបស់ក្រុមហ៊ុនជាច្រើននិងសហគ្រាសខ្នាតតូចនិងមធ្យមដែលមកពីប្រទេសប្រ៊ុយណេប្រទេសកម្ពុជាប្រទេសឥណ្ឌូនេស៊ីប្រទេសឡាវប្រទេសម៉ាឡេស៊ីប្រទេសមីយ៉ាន់ម៉ាប្រទេសហ្វីលីពីនប្រទេសសិង្ហបុរីប្រទេសថៃនិងប្រទេសវៀតណាមពានរង្វាន់សម្រាប់ផ្នែកធុរកិច្ចដែលមានភាពលូតលាស់ខ្លាំងជាងគេនេះត្រូវបានវាយតម្លៃដោយផ្អែកលើលក្ខណៈវិនិច្ឆ័យដូចជាកម្រិតនៃការកើនឡើងប្រាក់ចំណេញកំណែទម្រង់រយៈពេលវែងសម្រាប់ទ្រទ្រង់កម្រិតនៃការរីកចម្រើនប្រាក់ចំណូលធៀបនឹងទុនវិនិយោគប្រាក់ចំណូលធៀបនឹងទ្រព្យសកម្មនិងភាគរយនៃការកើនឡើងប្រាក់ចំណូលប្រចាំឆ្នាំពានរង្វាន់សម្រាប់ផ្នែកបង្កើតការងារថ្មីបានច្រើនជាងគេត្រូវបានវាយតម្លៃដោយផ្អែកលើលក្ខណៈវិនិច្ឆ័យដូចជាចំនួននៃការបង្កើតការងារថ្មីអត្រាកំណើននៃបុគ្គលិកចំណាយលើការវឹកវើបុគ្គលិកក្នុងម្នាក់ការបង្កើតបរិយាកាសការងារដ៏ជាក់លាក់មួយការថែទាំសុខភាពនិងប្រព័ន្ធវាយតម្លៃអនុវត្តការងារដ៏ត្រឹមត្រូវបំរើក្មេងចាំងខ្ចីផ្ទៃឥតស្បើយ24ខេត្តក្រុងឥតចន្លោះឡើយអ្នកសន្សំបាទយើងមានមោទនភាពណាស់ដែលកម្ពុជាយើងបានរួមគ្នាបានជោគជ័យទីមួយគឺយើងចូលរួមទាំងពីរទាំងវិស័យសាធារណៈគឺវិស័យរដ្ឋាភិបាលនិងវិស័យឯកជនដើរតួនាទីយើងឃើញសម្រាប់ជាប្រមុខនៃរដ្ឋាភិបាលជាលោកបណ្ឌិតអិនចាន់នីប្រធាននាយកប្រតិបត្តិធនាគារ A Silida PLC បានមានប្រសាសន៍ថានេះជាសមិទ្ធផលដ៏មានសារៈសំខាន់បំផុតរបស់ធនាគារ A Silida PLC ជាធនាគារក្នុងស្រុកដែលជាធនាគារពាណិជ្ជនាំមុខគេក្នុងប្រទេសកម្ពុជានិងជាបេក្ខភាពនៃប្រទេសកម្ពុជាបានចូលរួមជាលើកដំបូងដែលមានកិត្តិយសជាមួយនឹងកិត្យានុភាពដែលទទួលបានពានរង្វាន់ជាសហគ្រាសឆ្នាំអាស៊ានឆ្នាំ 2012 លើផ្នែកធុរកិច្ចដែលមានភាពលូតលាស់ខ្លាំងជាងគេនិងលើផ្នែកបង្កើតការងារថ្មីបានច្រើនជាងគេយើងមានមោទនភាពដែរថាមិនត្រឹមតែការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជាប៉ុណ្ណោះទេប៉ុន្តែយើងក៏បានសម្រេចនៅការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចអាស៊ានក៏ដូចជាសហគមន៍អាស៊ានផងដែរនេះជាកត្តាជំរុញលើកទឹកចិត្តឲ្យធនាគារ A Silida PLC បន្តធ្វើការពង្រីកហេដ្ឋារចនាសម្ព័ន្ធបណ្ដាញប្រតិបត្តិការពង្រឹងគុណភាពនិងបង្កើនឲ្យមានប្រព័ន្ធធនាគារអេឡិចត្រូនិកឈានមុខគេដោយបំពាក់នៅប្រព័ន្ធអនឡាញនិងប្រព័ន្ធទំនើបធ្វើប្រតិបត្តិការធនាគារតាមប្រព័ន្ធទូរស័ព្ទចល័តដាក់ពង្រាយម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិ ATM ពាសពេញប្រទេសដើម្បីអាចបម្រើអតិថិជនឲ្យបាន24ម៉ោងក្នុងមួយថ្ងៃនិង7ថ្ងៃក្នុងមួយសប្តាហ៍ធនាគារ A Silida PLC មានបណ្ដាញការិយាល័យប្រតិបត្តិការចំនួន238ទូទាំងប្រទេសអាណាចក្រកម្ពុជា28ការិយាល័យនៅប្រទេសឡាវនិង1ការិយាល័យនៅមីយ៉ាន់ម៉ាជាមួយនឹងទ្រព្យសកម្មសរុបចំនួន $1.9000 លានអាមេរិកនៅដំណាច់ខែតុលាឆ្នាំ 2012 ធនាគារ A Silida PLC មានក្រុមហ៊ុនបិទសម្ព័ន្ធចំនួន 4 គឺធនាគារ A Silida Lao Limited A Silida Security PLC A Silida Training Center និងស្ថាប័នមីក្រូហិរញ្ញវត្ថុ A Silida MFI Myanmar Co Ltd
ហើយតាមយុទ្ធសាស្ត្រយើងនឹងបន្តពង្រីកវិសាលភាពប្រតិបត្តិការនៅក្នុងតំបន់អាស៊ាននិងបណ្ដាប្រទេសដែលមានសក្តានុពលនៅតាមដងទន្លេមេគង្គដទៃទៀត។